គំរូវីរភាពលោកវិជ្ជបណ្ឌិតមហាមេតម៉ាសាលីដែលលះបង់ជាង50ឆ្នាំព្យាបាលអ្នកក្រក្នុងតម្លៃមិនដល់$1ពិភពលោកបាននឹងកំពុងរំលឹកដល់វីរភាពនិងទឹកចិត្តមេត្តាធម៌ដ៏មហាសាលរបស់លោកវិជ្ជបណ្ឌិតមហាមេតម៉ាសាលីដែលជាគ្រូពេទ្យម្នាក់បានលះបង់ភាពមានបាននៅក្នុងអាជីពដើម្បីបម្រើជនក្រីក្ររហូតដល់ដង្ហើមចុងក្រោយលោកវិជ្ជបណ្ឌិតមហាមេតម៉ាសាលីដែលត្រូវបានគេស្គាល់ថាជាគ្រូពេទ្យនៃអ្នកក្របានលះបង់ជីវិតជាង50ឆ្នាំដើម្បីព្យាបាលអ្នកជំងឺនៅក្នុងទីក្រុងតាន់តាប្រទេសអេស៊ីបដោយយកថ្លៃត្រឹមតែ5ទៅ15ផោនអេស៊ីបប្រហែលជា0.30ទៅ$0.60ប៉ុណ្ណោះនៅក្នុងម្នាក់ហើយជារឿយៗគាត់ព្យាបាលដោយមិនយកប្រាក់ទាល់តែសោះគាត់ធ្វើការ12ម៉ោងនៅក្នុងមួយថ្ងៃសូម្បីតែក្នុងវ័យ70-80ឆ្នាំក៏ដោយទទួលព្យាបាលអ្នកជំងឺពី30ទៅ50នាក់ជារៀងរាល់ថ្ងៃនិងផ្ដល់វ៉ាក់សាំងដោយឥតគិតថ្លៃសម្រាប់អ្នកដែលខ្វះខាតតើអ្វីទៅជាកម្លាំងចលកររបស់គាត់កាលពីដើមអាជីពលោកវិជ្ជបណ្ឌិតម៉ាសាលីបានព្យាបាលក្មេងប្រុសម្នាក់ដែលមានជំងឺទឹកនោមផ្អែមធ្ងន់ធ្ងរដែលម្ដាយរបស់គេគ្មានលទ្ធភាពទិញថ្នាំក្មេងនោះក្រោយមកក៏បានស្លាប់បាត់បង់ជីវិតដែលហេតុការណ៍នោះគឺបានប៉ះទង្គិចចិត្តគាត់យ៉ាងខ្លាំងនិងបានក្លាយទៅជាការបំផុសគំនិតឲ្យគាត់បញ្ញាចិត្តបម្រើអ្នកជំងឺក្រីក្រអស់មួយជីវិតគាត់បានពោលថាខ្ញុំបានសន្យាចំពោះព្រះថាខ្ញុំនឹងមិនយកប្រាក់សំបីតែមួយកាក់ពីអ្នកក្រហើយខ្ញុំនឹងនៅតែស្ថិតនៅក្នុង clinic របស់ខ្ញុំដើម្បីជួយពួកគេហើយគាត់គឺពិតជាបានរក្សាសន្យានោះមែនឪពុករបស់គាត់បានផ្ដាំគាត់ឲ្យមើលថែអ្នកក្រហើយគាត់គឺបានរស់នៅតាមពាក្យស្លោកថាវេជ្ជសាស្ត្រគឺជាបេសកកម្មមនុស្សធម៌មិនមែនជាការងារសម្រាប់សន្សំលុយកាក់នោះទេនៅពេលដែលគាត់បានទទួលមរណភាពនៅក្នុងឆ្នាំ2020នៅក្នុងវ័យ76ឆ្នាំមនុស្សរាប់ពាន់នាក់គឺបានចូលរួមនៅក្នុងពិធីបុណ្យសពរបស់គាត់នៅពេលដែលលោកបានចែកឋានទៅពិភពលោកទាំងមូលគឺបានសម្ដែងការសោកស្ដាយជាខ្លាំងរូបគំនូរនៅលើជញ្ជាំងជាច្រើនគឺត្រូវបានគូរឡើងដើម្បីផ្ដល់កិត្តិយសដល់លោកហើយមហាជនគឺបានប្រសិទ្ធនាមលោកថាជាស្ដេចនៃក្តីមេត្តាបេសកកម្មរបស់លោកវិជ្ជបណ្ឌិតមហាមេតម៉ាសាលីបានបន្សល់ទុកនៅជាមេរៀនដ៏មានតម្លៃសម្រាប់គ្រូពេទ្យជំនាន់ក្រោយថាតម្លៃនៃជីវិតមនុស្សគឺសំខាន់ជាងទ្រព្យសម្បត្តិមហាសាល